ព្រះពុទ្ធបានយាងដំណើរជាបន្តបន្ទាប់រហូតបានដល់ព្រៃអសិបតនមគតិយវ័នតបោះទាំង5រូបពេលបានឃើញព្រះពុទ្ធពីចម្ងាយក៏ពិភាក្សាគ្នាថាមនាលសហធម្មិកៈព្រះសមណគោតមយាងមកហើយទ្រង់បានបោះបង់នៅទុក្ករកិរិយាហើយត្រឡប់ទៅកាន់ជីវិតដ៏សម្បូរបែបនិងប្រណិតភាពវិញជើយើងកុំធ្វើការរាក់ទាក់រកព្រះអង្គអីប៉ុន្តែពេលព្រះពុទ្ធយាងទៅរកពួកគេតបោះទាំងនោះបានតាក់ចិត្តដោយសារព្រះវត្តមានប្រកបទៅដោយកិត្យានុភាពរបស់ព្រះអង្គហើយការតាំងចិត្តមុននោះក៏បានបរាជ័យតបោះម្នាក់ក៏បានរត់ទៅទទួលបាតនិងជីវរពីព្រះអង្គតបោះម្នាក់ទៀតក៏បានរៀបចំអាសនៈឯតបៈម្នាក់ទៀតក៏បានយកទឹកមកថ្វាយព្រះអង្គព្រះពុទ្ធបានគង់លើអាសនៈដែលបានរៀបចំសម្រាប់ព្រះអង្គហើយតបៈទាំង5បានហៅព្រះនាមនិងរាក់ទាក់ព្រះអង្គដោយស្មើគ្នាពោលហៅថាអវសោមិត្តសម្លាញ់ព្រះសម្មាសម្ពុទ្ធបានមានព្រះពុទ្ធដីកាថាចូលកុំហៅតថាគតដោយពាក្យថាអវសោមនាលតបោះទាំងឡាយតថាគតគឺជាព្រះអរហន្តជាព្រះសម្មាសម្ពុទ្ធបុគ្គលដែលបានត្រាស់ដឹងដោយបរិបូរណ៍មនាលអ្នកទាំងឡាយចូលស្ដាប់នៅអមតធម៌គឺតថាគតបានសម្រេចហើយតថាគតនឹងបង្រៀនអ្នកតថាគតនឹងសម្ដែងនៅធម៌បដិបត្តិតាមការបង្រៀនរបស់តថាគតអ្នកនឹងបានដឹងបានចាក់ធ្លុះដោយខ្លួនលក្ខសំបីនៅក្នុងជាតិនេះគឺថាសេចក្តីបរិសុទ្ធដ៏កំពូលគឺជាផលរបស់អ្នកចាក់ចេញផ្ទះហើយចូលមកកាន់ភ្នោះគ្រានោះឥសីទាំងនោះបានពោលថាបបិទ្ធសម្លាញ់គោតមសំបីការបដិបត្តិដ៏តឹងរឹងនិងការធ្វើទុក្ករកិរិយានិងការបៀតបៀនខ្លួនដែលព្រះអង្គបានបដិបត្តិហើយព្រះអង្គបានបរាជ័យមិនអាចបាននៅបញ្ញាដ៏អស្ចារ្យនោះផងឥឡូវនេះព្រះអង្គបែរជារស់នៅក្នុងជីវិតដ៏ប្រណិតនិងសោយសុខនៅក្នុងកាមគុណហើយបានលះបង់នៅទុក្ករកិរិយាថាតើព្រះអង្គអាចសម្រេចនៅបញ្ញាញាណដ៏មហស្ចារ្យនោះយ៉ាងដូចម្តេចព្រះពុទ្ធបានមានព្រះពុទ្ធដីកាតបវិញថាតថាគតមិនបានបោះបង់នៅសេចក្តីព្យាយាមហើយត្រឡប់ទៅកាន់ជីវិតដ៏សម្បូរបែបនិងប្រណិតភាពនោះឡើយតថាគតគឺជាសម្មាសម្ពុទ្ធមនាលតបោះទាំងឡាយចូលស្ដាប់នៅអមតៈគឺតថាគតបានសម្រេចហើយតថាគតនឹងបង្រៀនអ្នកតថាគតនឹងសម្ដែងនៅធម៌ដល់អ្នកទាំងឡាយជាលើកទី2តបោះទាំងនោះបាននិយាយពាក្យដដែលទៅកាន់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គក៏បានផ្ដល់នៅចម្លើយដដែលជាគម្រប់2ដងជាលើកទី3តបោះទាំង5ក៏នៅតែសួរសំណួរដដែលទោះបីមានការបញ្ជាក់អះអាងពីព្រះសាស្តាយ៉ាងណាក៏ដោយតបោះទាំងនោះមិនព្រមផ្លាស់ប្ដូរនៅអកប្បកិរិយាឡើយពេលនោះព្រះសាស្តាបានមានព្រះពុទ្ធដីកាទៅកាន់ថាមនាលអ្នកទាំងឡាយចូលសារភាពមកមើលតើតថាគតធ្លាប់និយាយពាក្យរបៀបបែបនេះទៅកាន់អ្នកទាំងឡាយពីមុនទេពុទ្ធដីកានេះបានចាក់ចំណុចតបោះទាំង5ក៏បានទទួលព្រមហើយនិយាយថាឥតទេតាមបាពិតព្រះអង្គពុំដែលពោលដូច្នេះទេហេតុនេះហើយព្រះសច្ចមុនីជាអរហន្តបានទូមានចិត្តតបោះទាំង5ប្រកបទៅដោយខន្តីនិងមេត្តាបញ្ញានិងជំនាញបានយកចិត្តនិងញ៉ាំងចិត្តពួកគេឲ្យជឿជាក់ដោយព្រះពុទ្ធដីកាបែបនេះហើយតបោះទាំង5រូបនោះក៏បានបង្អោនចិត្តរួចរាល់ដើម្បីស្ដាប់នៅធម៌